សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពិភពរឿងខ្មោចរបស់ខ្ញុំជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំមានរឿងមួយនិទានជូនបងប្អូនស្ដាប់កំសាន្តនៅពេលទំនេរគឺរឿងខ្មោចអង្គុយលើស្ពានសូមស្ដាប់កំសាន្តដូចតទៅសំឡេងភ្លៀងធ្លាក់តិចតិចបញ្ឈប់សំឡេងកង្កែបយំពេញព្រៃមានស្ពានឈើចាស់មួយមានសភាពពុកផុយធ្វើឲ្យមានសំឡេងមឺតងឺតពេលខ្យល់បក់ប៉ះគួរឲ្យខ្លាចសុខាយុវជនក្នុងភូមិត្រឡប់មកធ្វើការនៅភោជនីយដ្ឋានចៃដន្យក៏ឆ្លងកាត់ស្ពាននោះគាត់ដើរឆ្ពោះទៅលើស្ពានភ្លើងចង្កៀងនៅដៃភ្លឺតិចទាល់តែដល់កណ្ដាលស្ពានស្រាប់តែឃើញមានស្រីម្នាក់សក់វែងខោអាវស្រស់ស្អាតតែផ្ទៃមុខស្រអាប់ស្រអួរអង្គុយលេចជើងស្ពានសុខាភ័យចង់កន្ត្រាក់ក៏សួរទៅនាងអូនអង្គុយធ្វើអីនេះយប់ចិត្តអាធ្រាត្រហើយស្រីអង្គុយលើស្ពានសំឡេងអូសបន្លាយបងជួយអូនផងអូនត្រូវគេបោះបង់ចោលត្រឡប់ទៅផ្ទះមិនបានទេសុខាចង់ជួយប៉ុន្តែក្នុងចិត្តមានអារម្មណ៍ចម្លែកគាត់កាន់ចង្កៀងទៅជិតមុខស្រីនោះចង់មើលឲ្យច្បាស់ភ្លាមមុខនាងខ្លាចជាខ្មោចស្បែកស្លេកស្លាំងឈាមហូរចេញពីមាត់នាងលោតមុខឈរចំពីមុខសុខាហើយយកដៃបុកចំកណ្ដាលទ្រូងធ្លុះហូរឈាមគាត់ស្រែកឡើងអុយយុយជួយរួចក៏ដាច់ខ្យល់ទៅព្រឹកឡើងអ្នកភូមិឃើញសពសុខានៅក្បែរស្ពានពោះរហែកបាត់ភ្នែកបាត់គ្រឿងក្នុងគួរឲ្យខ្លាចអ្នកភូមិនិយាយស្ពាននេះមិនអាចឆ្លងកាត់ពេលយប់បានទេមានក្មេងស្រីម្នាក់ត្រូវប្តីបោះចោលហើយត្រូវគេសម្លាប់រួចយកមកទម្លាក់ចោលក្នុងទឹកនេះប្រលឹងនាងមិនបានទៅណាទើបអង្គុយរងចាំនៅទីនេះក្មេងក្នុងភូមិនិយាយនាងនោះកំពុងរងចាំប្តីមកវិញឬចង់ឆក់យកជីវិតមនុស្សផ្សេងទៀតចាស់មិនឆ្លើយគាត់កាន់តែស្ងៀមសំឡេងខ្យល់បក់បើកផាត់ស្ពានឈើថ្ងៃបន្ទាប់មានយុវជន2នាក់ផ្សេងទៀតបានដើរឡើងស្ពានពេលភ្លើងចង្កៀងភ្លឺស្រាលឃើញស្រីអង្គុយលើស្ពានដដែលនៅទីនោះយុវជនមួយបងមកអង្គុយជាមួយអូនមកតែមួយយប់ក៏បានដែរភ្លាមស្មៅទឹកក្បែរស្ពានវាឡើងជាចង្កោមស្មៅពាត់ជើងក្មេងៗទាំងពីរភ័យស្លន់ស្លោស្រែកអំពាវនាវសូមឲ្យគេជួយសំឡេងស្រីស្រែកដូចទឹកហូរអូនមិនចង់នៅម្នាក់ឯងទេពេលព្រឹកឡើងសាកសពយុវជន2នាក់ត្រូវគេឃើញជ្រាបទឹកចូលខ្លួនហាមស្លាប់ក្រោមស្ពានភូមិទាំងមូលចូលក្នុងស្ថានភាពភ័យខ្លាចអ្នកភូមិចាស់ម្នាក់និយាយវិញ្ញាណនាងមិននៅស្ងប់ទេយើងត្រូវហៅព្រះសង្ឃឬគ្រូកម្ចាត់ខ្មោចមកទើបបានព្រះសង្ឃចាស់ឈ្មោះសួនត្រូវហៅមកព្រះអង្គយល់ដឹងពីរឿងអាថ៌កំបាំងក្នុងភូមិនេះយូរហើយនាងមិនមែនខ្មោចអាក្រក់ទេព្រោះតែក្តីស្រឡាញ់នាងត្រូវប្តីបោះបង់ចោលតែបើមិនធ្វើអំពើបញ្ចុះនាងនឹងឆក់យកជីវិតមនុស្សរហូតដែលដើរឆ្លងកាត់ស្ពាននេះពេលយប់ព្រះសង្ឃអ្នកភូមិចាស់និងប្រជាជនជាច្រើនទៅស្ពានដាក់ទាន3ដុំបាយសីនិងទឹកមុនខ្យល់ព្យុះការ៉ុនឡែនស្ពានក្រឡាយងូតងតយល់យកតាមកម្លាំងខ្យល់ភ្លាមខ្មោចស្រីអង្គុយលើស្ពានបង្ហាញខ្លួនសក់វែងមុខស្រពោនភ្នែកក្រហមខ្មោចស្រីស្រែកថាយើងមិនចុះទៅណាទេប្តីខ្ញុំបោះចោលខ្ញុំចង់ឲ្យមនុស្សទាំងអស់ដែលហ៊ានមករំខានកន្លែងយើងត្រូវស្លាប់ព្រះសង្ឃសូត្រមន្តនាងគុំចោមប្រលឹងអ្នកដទៃទៀតការយកជីវិតមនុស្សនឹងធ្វើឲ្យនាងចុះនរកចាំយើងជួយឲ្យនាងបានទៅកាន់ទីសុខសាន្តពេលនោះសំឡេងស្រីយ៉ាងខ្លាំងទឹកស្ទឹងបក់កម្រិតកំពុងហូរឡើងដោយទឹកជំនន់អ្នកភូមិភ័យយ៉ាងខ្លាំងព្រះសង្ឃនាងកំពុងចង់សម្លាប់មនុស្សទាំងអស់ហើយព្រះសង្ឃសម្លឹងមួយកម្រិតជ្រៅយើងត្រូវចូលកណ្ដាលស្ពានបញ្ចុំព្រលឹងអាគមទើបបានព្រះសង្ឃដើរឡើងស្ពានទៀនក្នុងដៃភ្លឺផ្លេតចង់រលត់ខ្មោចស្រីលោតចុះពីបង្កាន់ដៃស្ពានទៅឈរខាងមុខព្រះសង្ឃខ្មោចស្រីឆាប់ប្រាប់ខ្ញុំមកប្តីខ្ញុំនៅឯណាហេតុអ្វីមិនមករកខ្ញុំវិញព្រះសង្ឃប្តីនាងក៏ស្លាប់ដែរប៉ុន្តែព្រលឹងគាត់ទៅកើតទៅជាថ្មីហើយនៅនាងតែម្នាក់ប៉ុណ្ណោះ
នៅចាប់កង្វល់ចាស់វិលវល់មិនព្រមទៅចាប់កំណើតខ្មោចស្រីទឹកភ្នែកហូរឈាមក្រហមជាប់បើអញ្ចឹងខ្ញុំគ្មានអ្នកណារងចាំទេព្រះសង្ឃដាក់ដៃអានមន្តអាគមភ្លាមភ្លើងទៀនបំភ្លឺដល់ទឹកសំឡេងស្រីស្រែកយ៉ាងខ្លាំងបន្ទាប់មកទឹកត្រឡប់ទៅជាស្ងប់វិញខ្មោចស្រីសំឡេងស្រពន់ថាបើប្តីខ្ញុំមិនមានទៀតខ្ញុំនឹងទៅកុំឲ្យអ្នកណាមានវាសនាដូចខ្ញុំអីនាងបាក់ទៅជាផ្សែងភ្លើងខ្លាំងហើយស្ពានក៏ស្ងប់ព្រឹកថ្ងៃបន្ទាប់ញាក់ភូមិចូលបូជាទៀនធូបចេកនៅស្ពានពួកគេមិនឃើញខ្មោចស្រីទៀតទេតែសំឡេងខ្យល់បក់លស្ពាននៅម្ដងកាលមានអ្នកលឺសំឡេងស្រែកកុំចោលអូនបន្តិចបន្តួចភូមិនៅស្ងប់ស្ងាត់គ្មានអ្នកហ៊ានឆ្លងស្ពានក្រោយព្រឹត្តិការណ៍បញ្ចុះប្រលឹងខ្មោចនោះទៀតទេប៉ុន្តែយប់មួយសមយុវជនក្រៅភូមិមករកសាច់ញាតិមិនដឹងរឿងកើតឡើងទេយប់ឆ្លងកាត់ទីនោះគាត់ដើរឡើងស្ពានភ្លើងចង្គៀងបំភ្លឺតិចតួចភ្លាមសំឡេងស្រីស្រាលកុំចោលអូនឮពីក្រោមស្ពានសមឈប់ភ្លួតបេះដូងលោតញាប់គាត់ភ្លាមឃើញស្រីសក់វែងអង្គុយសំយុងជើងលើស្ពានដោយពេលមុនសមហេអ្នកណាពេលនេះយប់ហើយមិនគួរអង្គុយនៅទីនេះទេស្រីអង្គុយលើស្ពានសំឡេងសពូនបងមករកអូនហើយមែនទេអូននៅតែម្នាក់ឯងយូរហើយព្រឹកឡើងសមត្រូវគេឃើញស្លាប់ក្រោមស្ពានស្បែកខ្មៅដូចត្រូវទឹកកកប្រជាជនភូមិភ្ញាក់ផ្អើលឆ្ងល់ថាប្រលឹងនាងមិនបានស្ងប់ទេក្រែងព្រះសង្ឃបានបញ្ចុះអាគមនៅលើស្ពាននោះហើយមនុស្សមួយចំនួនអាចជឿប្រលឹងคล้ายវិញ្ញាណអាក្រក់ផ្លាយខ្លួនធ្វើជានាងដើម្បីស្ទាក់មនុស្សទៀតពេលល្ងាចព្រះសង្ឃត្រឡប់មកវិញព្រះអង្គមើលឃើញប្រលឹងនៅតែមិនទៅនេះមិនមែនប្រលឹងស្រីនោះទៀតទេវាជាអារក្សទឹកចូលកាន់កម្លាំងអាចកំបាំងដោយប្រែរូបរាងស្រីក្រមុំដែលស្លាប់អ្នកភូមិហើយពួកយើងអាចដោះស្រាយបានទេព្រះសង្ឃយើងត្រូវធ្វើពិធីធំពោលជាមុនចាប់ប្រលឹងនិងបិទទីនេះមិនឲ្យអារក្សប្រាស្ពានជាមូលដ្ឋានទៀតទៀន10ដុំបាយសីនិងទឹកមន្តត្រូវដាក់ជុំវិញព្រះសង្ឃសូត្រមន្តកាន់តែខ្លាំងភ្លាមអារក្សទឹកលេចចេញពីក្រោមស្ពានជារូបស្រីក្រហមភ្នែកភ្លឺខ្យល់បក់ដូចព្យុះអារក្សស្រែកដាក់អ្នកភូមិប្រលឹងស្រីបានទៅហើយឥឡូវស្ពាននេះជារបស់ខ្ញុំនរណាឆ្លងត្រូវស្លាប់ទាំងអស់អារក្សប្រឆាំងសំឡេងទឹកហូរឡើងដោយទឹកជំនន់ប៉ុន្តែភ្លើងទៀនភ្លឺផ្លែតនៅពេលចុងក្រោយសំឡេងអារក្សស្រែកបែបកាចហើយរូបរាងរលាទៅជាផ្សែងភ្លើងចុះទៅក្នុងទឹកពេលព្រឹកស្ពានស្ងប់លែងមានអ្វីកើតឡើងប្រជាជនភូមិដាក់ឈ្មោះថាស្ពានខ្មោចស្រីដើម្បីរំលឹកថានៅទីនេះធ្លាប់មានប្រលឹងក្រមុំនិងអារក្សគ្រប់គ្រងអ្នកភូមិពេលយប់ក៏អាចឆ្លងបានហើយប៉ុន្តែពេលខ្យល់បក់ស្រាលមានអ្នកខ្លះនៅតែឮសំឡេងស្រីស្រពោនកុំចោលអូនព្រមទាំងឮឆ្ងាយពីទឹកស្ទឹងបន្ទាប់ពីពិធីធំព្រះសង្ឃបានបិទទីកន្លែងហើយអារក្សទឹកត្រីបណ្ដេញចេញទៅអ្នកភូមិជឿថាស្ពានបានស្ងប់ហើយប៉ុន្តែយុវជន3នាក់ដែលឃ្លានចង់សាក់លបងបាននិយាយថាយុវជនមួយអើយគេនិយាយតគ្នាពេកយើងថាខ្មោចគ្មានទេយប់នេះយើងទៅហៅប្រលឹងនាងមកវិញមើលថាមានពិតទេយុវជន2ត្រីហើយយើងឮគេនិយាយចម្លែកតាមរឿងចចាមអារាំងប្រសិនបើនាងបង្ហាញខ្លួននោះយើងបានឃើញខ្មោចជាក់ស្ដែងមែនយុវជន3ខ្លាចតិចតួចបងមិនអីទេឬប្រជាជនក្នុងភូមិបានហាមហើយតែទាំងពីរទៀតបាយនាំគ្នាសើចពេលអាធ្រាត្រយុវជន3នាក់យកទៀន3ដុំព្រមទាំងកែវនិងចង្គៀងទួយស្ពានពួកគេអង្គុយកណ្ដាលស្ពានហើយចាប់ផ្ដើមសូត្រដោយមិនស្គាល់ច្បាស់យុវជន2ប្រលឹងសើយក្រមុំបើអ្នកនៅទីនេះចេញមកឲ្យយើងឃើញផងខ្យល់បក់ខ្លាំងភ្លើងទៀនរលត់សំឡេងស្រាលឮពីទឹកស្ទឹងគុំចោលអូនយុវជន3ភ័យបងមានឮសំឡេងទេភ្លាមស្រីសក់វែងអង្គុយសំយុងជើងលើស្ពានបង្ហាញមុខស្រពោនភ្នែកក្រហមស្រពោនមុខផត់ឃើញឆ្អាំងខ្មោចស្រីស្រែកខ្លាំងឯងហៅយើងមកវិញចង់នៅជាមួយយើងមែនទេនៅកណ្ដាលស្ពានយុវជនមួយ
ភ័យប៉ុន្តែទទូចថាអាចទប់បានគាត់ដើរឆ្ពោះទៅខ្មោចស្រីនោះភ្លាមខ្មោចស្រីលោតទៅចាប់ច្របាច់ករបស់គាត់ស្រែកយំជួយឈាមហូរចេញពីមាត់មុខក្រហមយុវជន2និង3នាំគ្នាលោតភៀសខ្លួនទៅយុវជន2បងវាជាខ្មោចពិតប្រាកដយុវជន3យំយើងមិនគួរហៅនាងមកវឹងទេព្រឹកថ្ងៃបន្ទាប់សាកសពយុវជនមួយត្រូវឃើញជាប់ស្ពានលៀនអណ្ដាតភ្នែកបើកហូរឈាមដោយស្លាប់មិនអស់ចិត្តអ្នកភូមិអស់សង្ឃឹមនាងមិនស្ងប់ពិតទេប្រលឹងក្រមុំបែបនេះហើយត្រូវក្មេងបើកលបែងហៅខ្មោចមកមិនអាចបញ្ចុះអាគមទៀតបានឡើយព្រះសង្ឃបន្ថែមហេតុដែលនាងត្រឡប់មិនមែនអរកទឹកទេវាជាប្រលឹងនាងពិតដែលចងស្នាដែលមិនអាចចុះទៅកើតបានបើមិនបញ្ចុះអាគមចងវិញ្ញាណនាងនឹងកាន់តែខូខៅនៅផ្ទះអ្នកភូមិពេលរសៀលព្រះសង្ឃអ្នកភូមិនិងយុវជនដែលនៅសល់រួមទាំងប្រជាជនជាច្រើនជួបគ្នាដើម្បីពិភាក្សាអំពីប្រវត្តិស្រីក្រមុំនោះអ្នកភូមិមុននេះជាង10ឆ្នាំមុនមានក្មេងស្រីឈ្មោះសំអូនស្រឡាញ់បរោះក្រៅភូមិប៉ុន្តែបរោះនោះក្បត់បោះចោលនាងទៅរៀបការជាមួយអ្នកផ្សេងយុវជន2ភ្ញាក់ផ្អើលនាងបានធ្វើអីអ្នកចាស់ភូមិនាងត្រូវគេចាប់ចុងកស្លាប់ហើយយកទៅទម្លាក់ទឹកពេលនោះគ្មានអ្នកណាដឹងឡើយទើបប្រលឹងនាងជាប់កង្វល់ដល់សប្តាហ៍ថ្ងៃពេលល្ងាចព្រះសង្ឃសម្រេចថាត្រូវតាមស៊ើបរកសាច់ញាតិឬក៏បុរសដែលធ្លាប់ជាប្តីនាងក្នុងអតីតកាលដើម្បីធ្វើពិធីរំដោះវិញ្ញាណនាងប្រលឹងនាងមិនអាចបញ្ចុះដោយមន្តអាគមទេតែអាចស្ងប់បានបើមានការទទួលស្គាល់ពីអ្នកដែលនាងស្រឡាញ់ពេលព្រឹកក្រុមអ្នកភូមិទៅស៊ើបអង្កេតរកសាច់ញាតិពួកគេបានជួបតាចាស់ម្នាក់អាយុជាង50ឆ្នាំឈ្មោះតាភិនខ្ញុំជាប្អូនប្រុសរបស់សំអូនបុរសដែលបោះចោលនាងឈ្មោះច័ន្ទគាត់បានរស់នៅភូមិខាងលើហើយស្លាប់យូរហើយយុវជន2ហើយមានសាច់ញាតិគាត់នៅសល់ទេតាភិនមានកូនប្រុសម្នាក់ឈ្មោះសំណាងគាត់នៅមានជីវិតប្រហែលគាត់អាចជាជំនួសក្នុងការដកអំពើស្នេហានាងផ្ទះសំណាងពេលល្ងាចក្រុមអ្នកភូមិទៅរកសំណាងគាត់ភ្ញាក់ផ្អើលពេលបានដឹងអំពីរឿងរន្ធត់សំណាងខ្ញុំជាកូនចៅច័ន្ទពិតមែនប៉ុន្តែហេតុអ្វីខ្ញុំត្រូវចូលរឿងនេះព្រះសង្ឃប្រលឹងសំអូនចង់បានការទទួលស្គាល់ពីសាច់ញាតិបដិចាប្រសិនបើអ្នកមិនចូលរួមនាងនឹងបន្តខុសខៀវសំណាងគិតយូរហើយនឹងទទួលយកពេលអាធ្រាត្រព្រះសង្ឃនិងសំណាងធ្វើពិធីភ្លាមសំអូនបង្ហាញខ្លួនសក់វែងជ្រាបទឹកភ្នែកក្រហមហូរឈាមសំអូនប្តីតាហេតុអ្វីបោះចោលអូនសំណាងយំខ្ញុំមិនមែនប្តីអ្នកទេតែខ្ញុំជាកូនរបស់គាត់ខ្ញុំសូមអភ័យទោសជំនួសឪពុកសូមឲ្យប្រលឹងញាក់ស្ងប់ចុះកុំឆក់យកជីវិតអ្នកដទៃទៀតអីសំអូនយំទឹកភ្នែកហូរទៅជាឈាមបន្តិចបន្ទាប់មកភ្លើងទៀនភ្លឺផ្លែតរូបរាងនាងរាវទៅជាផ្សែងភ្លើងស្ងប់ព្រះសង្ឃឥឡូវនាងបានសម្រាកហើយតែស្ពាននេះត្រូវតែមានការកត់សម្គាល់មិនឲ្យមនុស្សលេងសើចហៅខ្មោចមកវិញទៀតទេក្រោយមកពេលយប់ជ្រៅនៅស្ពាននោះពេលរាត្រីស្ងាត់អ៊ំឆៃជាអ្នកភូមិចាស់នោះដឹកកូនក្មេងពីផ្សារត្រឡប់មកផ្ទះឆ្លងកាត់ស្ពានកូនក្មេងនោះឈ្មោះរឿនចង់មើលឃើញខ្មោចព្រោះបាំងឮមិត្តរបស់គេនិយាយរឿនភ័យតែចង់ដឹងអ៊ំឆៃពេលនេះយើងឆ្លងស្ពាននេះហើយឬឆៃភ្ញាក់ផ្អើលអ៊ីត្រូវហើយបើឃើញខ្មោចកុំច្របូកច្របល់ឲ្យអ៊ំស្រែកសូត្រពាក្យបាលីខ្មោចជាមុនសិនពេលទៅដើរឡើងស្ពានមានខ្យល់ត្រជាក់ខ្លាំងឮសំឡេងស្រីអ៊ូអស្រដៀងជាមនុស្សត្រៀមសងសឹកសំឡេងស្រីពីកណ្ដាលស្ពានហេអ្នកណាមកដើរឆ្លងកន្លែងរបស់ខ្ញុំវិញទៀតហើយរឿនផ្លេតពាក្យទាំងអស់ដែលអ៊ំឆៃឲ្យធ្វើចិត្តឲ្យស្ងប់អ៊ំឆៃយកដៃគប់ចង្អុលសូត្រពាក្យខ្មែរប៉ុន្តែភ្លើងចែងចាំងឮស្ពានបាត់ឈឹងខ្មោចស្រីម្នាក់ផ្សេងទៀតស្លៀកសំពត់ពណ៌សប្រែកសក់វែងរហូតដល់ជើងអង្គុយលើដៃស្ពានដោយភ្នែកក្រហមដោយភ្លើងខ្មោចស្រី
កុំឆ្លងតាមស្ពាននេះទៀតញាក់ដឹងទេថាហេតុអ្វីឈីមស្លាប់ឆៃប្រាំងមិនឲ្យក្មេងខ្លាចបើកូនស្រីមេងទុកសុងប្រាប់យើងកុំសម្លាប់ក្មេងៗគេមិនដឹងអីទេខ្មោចស្រីសយស្អកស្រែកឲ្យស្ពានញាក់មុននេះខ្ញុំត្រាត់ប្តីសម្លាប់ហើយបោះទឹកចោលក្រោមស្ពាននេះខ្ញុំមិនអាចចេញពីទីនេះបានទេញាក់ណាឆ្លងតាមខ្ញុំយកជីវិតអ្នកនោះរឿនយំខ្លាំងហើយឆាយក៏ទ្រាំមិនបានទៀតការប្រឈមនឹងគ្រោះថ្នាក់ខ្មោចស្រីឆោបបោះជើងចុះមកចិត្តក្មេងមុខក្រហមបាត់ដៃមានឈាមហូរកូនក្មេងនេះមុខស្រដៀងកូនដែលខ្ញុំមិនបានចិញ្ចឹមខ្ញុំចង់យកគេវិញឆៃស្រែកមិនបានទេកុំប៉ះក្មេងឆៃយកខ្សែកប្រេះដែលព្រះសង្ឃធួមឲ្យដាក់ទៅជុំវិញដៃរឿនភ្លាមនោះខ្មោចស្រីចាប់មណ្ឌលដោយសម្លេងស្រែកដោយសត្វព្រៃខ្មោចស្រីខឹងខ្លាំងបើយកជីវិតគេមិនបានអីលើនេះថ្ងៃក្រោយមិនអើយរួចខ្លួនទេឆៃទីងរឿនរត់ផុតពីស្ពានខ្យល់បក់ខ្លាំងសម្លេងខ្មោចតាមពីក្រោយរឿនទៅស្រែកខ្ញុំមិនទៅឆ្លងស្ពាននេះទៀតទេឆៃបួងសួងឲ្យព្រះពុទ្ធជួយការពារយើងកុំឲ្យខ្មោចមកតាមកាត់ដង្ហើមយើងនៅពីក្រោយសម្លេងស្រីនោះចេញពីស្ពានដូចជាមិនតាន់បាត់នៅលឺល្វើយនៅឡើយក្រោយពីឆៃនិងក្មេងរឿនរត់ហ្វុតពីស្ពានបាននាំក្មេងទៅវត្តព្រះសង្ឃបានទទួលស្ដាប់រឿងឆៃខ្មោចស្រីនេះមិនមែនធម្មតាទេវាស្លាប់ដោយអំពើអត្តឃាតហើយសពរបស់នាងមិនទាន់រៀបចំធ្វើបុណ្យត្រឹមត្រូវទេឆៃភ័យបើបែបនេះគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យនាងសម្លាប់មនុស្សទៀតព្រះសង្ឃត្រូវរៀបចំពិធីបួងសួងនៅលើស្ពានតែគ្រោះថ្នាក់គឺថាវាអាចคล้ายជាសង្គ្រាមរវាងវិញ្ញាណពេលល្ងាចព្រះសង្ឃនិងប្រជាជនជាច្រើនយកទៀនបៃសីចេកមួយស្និតទៅដាក់កណ្ដាលស្ពានខ្យល់ចាប់ផ្ដើមបក់ខ្លាំងសំឡេងស្រីស្រែកឮឆ្ងាយខ្មោចស្រីសំឡេងខ្លាំងតើអ្នកណាធ្វើអំពើបែបនេះនៅកន្លងរបស់ខ្ញុំព្រះសង្ឃសត្វទាំងឡាយកើតក្នុងវដ្តសង្សារសូមចាក់ចែងពីទុក្ខឲ្យបានសុខសាន្តភ្លាមខ្មោចស្រីបង្ហាញខ្លួនជាច្បាស់នៅកណ្ដាលស្ពានមុខក្រហមចាត់ខឹងខ្មោចស្រីមិនអាចទេខ្ញុំត្រូវសងសឹកបើមិនមានឈាមទៀតខ្ញុំមិនស្ងប់ព្រះសង្ឃយកទឹកមន្តស្រែកដាក់ពាក្យអធិដ្ឋានបាញ់ទៅលើខ្មោចស្រីស្រែកបាយសំឡេងដូចជាកំពុងឈឺចាប់ខ្មោចស្រីខឹងខ្លាំងអ្នកមិនអាចកំចាត់ខ្ញុំបានទេឈាមដែលខ្ញុំស្រក់នៅទីនេះគឺជាការចងក្រងប្រលឹងជារៀងរហូតភ្លាមទឹកក្នុងទន្លេក្រំស្ពានដូចជាកំពុងបែកពពុះខ្យល់បក់ដោយភ្លុំភ្លើងប្រជាជនភ័យដល់ថ្នាក់ស្រែករត់ចេញព្រះសង្ឃតាំងស្មារតីនាងមិនទាន់អាចទៅស្ងប់បានព្រោះឈាមនាងត្រូវបង្ហូរនៅទីនេះត្រូវរកសពរបស់នាងឡើងបើមិនបញ្ចោះធ្វើបុណ្យឲ្យត្រឹមត្រូវនាងនឹងសម្លាប់មនុស្សហើយបន្តរំខានអ្នកភូមិជារៀងរហូតឆៃភ្ញាក់ផ្អើលបាននិយាយថាស្ត្រីម្នាក់ត្រូវគេសម្លាប់ហើយបោះសពចូលទន្លេតែពុំដែលមានអ្នកស្រាវជ្រាវរកសាកសពរបស់នាងទេឆៃនិយាយទាំងភ័យតើត្រូវទៅរកសពឲ្យឃើញមែនទេព្រះសង្ឃមែនហើយនោះជាការប្រថុយដ៏គ្រោះថ្នាក់បំផុតព្រោះត្រូវមុជទឹករោរោសាកសពនៅក្នុងទឹកនេះព្រះសង្ឃជាមួយឆៃនិងប្រជាជនមួយចំនួនបានយកទូកចុះទៅក្រោមស្ពានពួកគេយកខ្សែចងខ្គួនហើយលោតចុះក្នុងទឹកឆៃខ្ញុំនៅតែភ័យបើសពនាងនៅទឹកច្រើនឆ្នាំហើយតើនៅសល់អ្វីទៀតទេព្រះមិនចាំបាច់សល់រៀងទាំងមូលទេក៏វិញ្ញាណក៏អាចទទួលបានអារម្មណ៍ស្ងប់ដែរពេលក្រុមអ្នករកជ្រមុយចុះទៅក្នុងទន្លេពួកគេបានឮសំឡេងស្រែករបស់ស្ត្រីចេញមកពីច្រាំងទឹកក្នុងទឹកងងឹតមានឆ្អឹងនារីមួយក្បាលនៅជាប់ខ្សែដែកចាស់ក្រោមស្ពាននៅជិតនោះមានកណាត់សម្ពុតពណ៌សដែលមិនទាន់រលួយអស់អ្នកជ្រមុយម្នាក់ភ័យចង់រត់ឡើងតែខ្សែប៉ះជាប់សម្លៀកបំពាក់សាកសពភ្លាមវេះឆក់ដៃគាត់អ្នកជ្រមុយស្រែកក្នុងទឹកឆៃជួយខ្ញុំខំឆៃយកខ្សែរញ្ចោះទៅជួយទាំងក្រុមស្រែកលើទូកខ្លាំងព្រះសង្ឃអង្គុយលើទូកសូត្រមន្តជាប់ជានិច្ចបន្ទាប់ពីប្រឹងច្រើនវិនាទី
ទាំងអស់គ្នាអាចយកឆ្អឹងនាលីនិងសម្ពុតនាងឡើងពីទឹកបានតែភ្លាមអាកាសធាតុស្រាប់តែងងឹតសំឡេងផ្គរធំខ្មោចស្រីស្រែកខ្លាំងពូឯងចង់យករាងកាយយកទៅណាស្ថានភាពភ័យស្លន់លោខ្មោចស្រីបង្ហាញតួលើទឹកខ្លួនខ្មៅចេញពីទឹកភ្នែកក្រហមភ្លឺដៃមានឈាមហូរនាងហក់មកជិតទូកដោយចង់រំអូទាញទម្លាក់ទឹកទាំងអស់គ្នាឆៃខ្លាចស្ទើរស្លាប់ព្រះសង្ឃជួយយើងឲ្យផុតបាបផុតបារមីផងព្រះសង្ឃសូត្រមន្តកាន់តែខ្លាំងបើសពរបស់នាងត្រូវបញ្ចុះក្នុងដីនឹងមានព្រះគោរពនាងនឹងទទួលបានសេចក្តីស្ងប់លែងវល់វល់ទៀតភ្លាមភ្លើងទៀននៅលើទូកភ្លឺឡើងវិញទឹកស្ងប់ដូចដើមខ្មោចស្រីស្រែកជាលើកចុងក្រោយហើយស្រមោលរបស់នាងបាត់ទៅក្នុងខ្យល់ថ្ងៃបន្ទាប់សពឆ្អឹងនាងត្រូវយកទៅបញ្ចុះនៅវត្តដោយមានព្រះសង្ឃធ្វើបុណ្យតាមព្រះធម៌ប្រជាជនភូមិដើរទៅចូលរួមគ្រប់គ្នាឆាយនិយាយទាំងទឹកភ្នែកសូមឲ្យនាងទទួលបានសេចក្តីស្ងប់ស្ពាននេះចាប់ពីថ្ងៃនេះទៅនឹងមិនមានយករងគ្រោះទៀតពេលចប់ពិធីអាកាសធាតុដូចស្រស់ស្រាយមិនមានសម្លេងស្រែកលើស្ពានទៀតឡើយពេលរាត្រីបន្ទាប់ពីពិធីបុណ្យស្ពានដែលធ្លាប់មានសម្លេងស្រែកនារីឥឡូវស្ងាត់ប៉ុន្តែយប់នោះក្មេងក្រមុំឈ្មោះស្រីនិតដែលរស់នៅជិតស្ពានដើរតាមផ្លូវត្រឡប់ពីរៀននាងឈប់ឈរស្ដាប់ឮសម្លេងត្រជាក់ចិត្តត្រជីកសម្លេងអាចកំបាំងស្រែកសឹបឮខ្ញុំនិយាយទេខ្ញុំមិនទាន់អាចស្ងាប់បានទេស្រីនិតភ្ញាក់ផោលបើទោះជាមើលទៅស្ពានទទេក៏ដោយផ្ទៃឆាយពេលយប់ឆាយកំពុងចុះសរសេរចងក្រងអំពីរឿងកាលពីពេលកន្លងទៅភ្លាមសម្លេងក្រលឹងមកពីទ្វារឆៃក្រន់សម្លឹងអាយ៉ាកងប្រាប់ថាវាមកវិញហើយកូនស្រីនិតរត់ចូលមកក្នុងផ្ទះភ្នែកជ្រាបទឹកភ្នែកស្រីនិតស្រែកឮសម្លេងនារីនៅលើស្ពានវិញទៀតហើយនាងនិយាយថាខ្ញុំមិនទាន់អាចស្ងប់បានទេពេលព្រឹកព្រះសង្ឃប្រមូលប្រជាជនឡើងវិញព្រះសង្ឃពិធីបញ្ចុះសពបានធ្វើហើយតែទំនាស់នៅក្នុងចិត្តនាងមិនទាន់ដាច់ស្រេចព្រោះករណីស្លាប់របស់នាងមិនទាន់រកមូលហេតុឃើញឆៃមានន័យថាប្តីដែលសម្លាប់នាងនៅតែមិនបានផ្អាន់ទះទោសទេព្រះសង្ឃបាទវិញ្ញាណនាងនៅតែទាមទារការពិតនិងយុត្តិធម៌បើគ្មាននាងនឹងត្រឡប់មករំខានមនុស្សជារៀងរាល់ថ្ងៃឆៃជាមួយអ្នកភូមិចាស់ចាប់ផ្ដើមស្រាវជ្រាវអំពីករណីនារីស្លាប់ក្រោមស្ពានពួកគេរកឯកសារចាស់និងសាកសួរអ្នកចាស់មនុស្សចាស់ម្នាក់និយាយអ្នកភូមិតាមដែលខ្ញុំចាំបានប្តីនាងជាមេចៅដ៏ខុសក្រឹយគាត់ធ្លាប់ឃុំក្នុងច្រើនដងគាត់បាត់ខ្លួនចាប់តាំងពីថ្ងៃនាងស្លាប់មិនមាននរណាឃើញទៀតពេលយប់ជ្រៅក្រុមស្រាវជ្រាវដើរទៅស្ពានដើម្បីធ្វើល្បែងស៊ូប្រលឹងនាងភ្លាមស្រមោលស្រីអង្គុយលើស្ពានបង្ហាញខ្លួនម្ដងទៀតខ្មោចស្រីភ្នែកក្រហមខ្ញុំមិនចង់បំភាន់អ្នកទាំងអស់គ្នាទេតែខ្ញុំមិនអាចស្ងប់បានរហូតដល់យកឈាមឃាតករមកសង់កំហឹងខ្ញុំវិញខ្យល់បក់កាត់អាកាសត្រជាក់ដូចខែរងាឆៃតាំងចិត្តរឹងបើពិតជាយុត្តិធម៌សម្រាប់នាងជួយបង្ហាញតម្រុយឲ្យយើងអាចរកឃាតករមកឲ្យសំទោសនាងបានទេខ្មោចស្រីមើលទៅដីក្រោមស្ពានបង្ហាញសញ្ញាអាចកំបាំងដោយកន្លែងಲೆកអ្វីមួយពេលយប់ជ្រៅពន្លឺពណ៌ច័ន្ទរះស្រអាប់ខ្យល់ត្រជាក់បក់តាមស្ទឹងឆៃនិងសំណាងកូនប្រុសប្តីនាងត្រឡប់មកស្ពានដើម្បីធ្វើពិធីបញ្ចុះចុងក្រោយនិងស្វែងរកអ្វីដែលខ្មោចស្រីបង្ហាញសញ្ញាភ្លាមខ្មោចស្រីបង្ហាញខ្លួនលើស្ពានដោយភ្នែកក្រហមហើយសំឡេងស្រែករន្ធត់ខ្មោចស្រីអ្នកនាំមកអ្វីមកយុត្តិធម៌ខ្ញុំមិនអាចស្ងប់បានទេរហូតដល់អ្នកបើកអាចកំបាំងនេះឆៃនិងសំណាងចាប់ផ្ដើមបើកឯកសារចាស់ដែលត្រូវបានಲೆកនៅក្រោមស្ពានអ្វីដែលពួកគេឃើញឯកសារបញ្ជាក់អំពីករណីស្លាប់របស់ខ្មោចស្រីឯកសារមានឈ្មោះប្តីនាងច័ន្ទនិងបញ្ជីឃាតករដែលគាត់បានធ្វើអត្ថន័យបញ្ជាក់ថាប្តីនាងមិនបានផ្ទុនតាក់ទោសហើយវាជាកត្តាសំខាន់ដែលខ្មោចស្រីត្រូវត្រឡប់មករំខានមនុស្សសំណាងភ័យបន្តិចស្រែកនេះហើយឯកសារនេះអាចធ្វើឲ្យនាងស្ងប់បានព្រះសង្ឃសូត្រមន្តប្រលឹងមណៈដែលត្រូវការយុត្តិធម៌
ពេលវាត្រីបានផ្ដុលនាងអាចស្ងប់ដោយសន្តិភាពភ្លាមក្មួយស្រីស្ងប់ពន្លឺមួភ្លឺរំភើបលើស្ពានប្រលឹងនាងបានទទួលសេចក្តីស្ងប់ដោយករណីស្លាប់និងឈាមឃាតករត្រូវបានបង្ហាញច្បាស់ព្រឹកថ្ងៃក្រោយក្រមយុវជននិងភូមិចាស់ដកដង្ហើមចេញពីអារម្មណ៍ភ័យខ្លាចស្ពានដែលពេញទៅដោយព្រលឹងវិញ្ញាណចាប់ពីថ្ងៃនេះទៅស្ងប់ស្ងាត់ស្ពាននេះឥឡូវស្ងប់ហើយប៉ុន្តែការអធិដ្ឋាននិងការស្វែងរកយុត្តិធម៌គឺមិនងាយឡើយចប់សូមអរគុណសម្រាប់ការចូលស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់សូមសំណាងល្អទាំងអស់គ្នា